Ok,ឥឡូវយើងនឹងសិក្សាទៅលើចំណុចទី1គឺតាក់ទងទៅនឹង installation និង uninstall program អញ្ចឹងមុននឹងចូលធ្វើការ install program និង uninstall program ខ្ញុំណែនាំទៅកាន់បាទfingerprint គឺជាម៉ាស៊ីនដែលធ្វើការ scan រួចចងចាំនៅក្រយ័ត្នដៃរបស់មនុស្សដែលវាជាអត្តសញ្ញាណដែលមានប្រសិទ្ធភាពបំផុតក្នុងការកំណត់សម្គាល់មនុស្សម្នាក់ fingerprint ដែលលើកយកមកសិក្សានៅក្នុងវគ្គនេះគឺនឹងសិក្សាលើការយកក្រយ័ត្នដៃដើម្បីធ្វើការ check attendance ដែលមានន័យថាយើង check in និង check out តោះនេះបាទជាងមានន័យថានៅកន្លែងធ្វើការយើងមានម៉ោងចូលនិងម៉ោងចេញធ្វើការមិនអញ្ចឹងដែលភាសាអង់គ្លេសគេហៅថាគេ check in និង check out device fingerprint មានប្រភេទច្រើន model អាច scan ដោយក្រយ័ត្នដៃ scan ដោយមុខនិង scan ដោយប្រើកាតតោះនេះបាទចឹងមានន័យថាក្រយ័ត្នដៃយើងក្រយ័ត្នដៃមនុស្សម្នាក់គឺមានភាពខុសគ្នាមានលក្ខណៈខុសគ្នាចំណែកមុខក៏ដូចគ្នាដែរក៏ប៉ុន្តែវាខុសគ្នានឹងការប្រើកាតនេះមានន័យថាកាតមួយហ្នឹងយើងបានធ្វើការ register ចូលទៅក្នុងម៉ាស៊ីនឬក៏ device ហ្នឹងឲ្យវា synchronize គ្នាឧទាហរណ៍ថាកាត A ខ្ញុំបានដាក់លេខ1 2 3អញ្ចឹងនៅក្នុងម៉ាស៊ីនក៏មានលេខ1 2 3ហ្នឹងដែរអញ្ចឹងពេលដែលយកកាតហ្នឹងយកទៅ check ជាមួយនឹងម៉ាស៊ីនគឺម៉ាស៊ីននឹងធ្វើការ synchronize ទៅក្នុង software របស់យើងរកពាក្យថា1 2 3ឬក៏ ID របស់បុគ្គលិកហ្នឹងបើសិនណាបើមានគឺវាអនុញ្ញាតឲ្យថាវិធីឬក៏វាធ្វើការកំណត់សម្គាល់ថាបុគ្គលិកហ្នឹងមកបានមកធ្វើការតនេះបាទក៏ប៉ុន្តែការប្រើដោយកាតនេះឧទាហរណ៍ថាខ្ញុំអត់បានទៅធ្វើការទេឬក៏បុគ្គលិកម្នាក់អត់បានធ្វើការទេអញ្ចឹងបុគ្គលិកម្នាក់ហ្នឹងអាចឲ្យកាតបាទទៅឲ្យមិត្តភ័ក្តិរបស់គាត់ឬក៏ឲ្យកាតហ្នឹងទៅសាច់ញាតិរបស់គាត់ដែលធ្វើការជាមួយគ្នាហ្នឹងដើម្បីឲ្យធ្វើការយកកាតហ្នឹងយកមក check in តនេះឡើយហ្នឹងអញ្ចឹងគាត់អត់មកធ្វើការទេក៏ប៉ុន្តែគាត់អត់មានវត្តមានដោយសារអីគឺឲ្យមិត្តភ័ក្តិរបស់គាត់ឬក៏ក្រុមគ្រួសារហ្នឹងទៅ check in ឲ្យតនេះឡើយហ្នឹងបាទចឹងហើយអាការ scan ដោយប្រើកាតនេះគឺវាអត់សូវ specific ដោយការប្រើ scan មុខនិងក្រយ័ត្នដៃទេព្រោះថាការ scan ដោយក្រយ័ត្នដៃនិង scan មុខគឺអាចផ្ញើគ្នាបានទេឧទាហរណ៍ថាបុគ្គលម្នាក់ហ្នឹងគាត់ធ្វើការហើយយើងបាន register ជាមួយនឹងមេដៃរបស់គាត់អញ្ចឹងមេដៃរបស់គាត់ហ្នឹងគឺអាច scan តែគាត់បានទេមិនអាចឲ្យផ្ញើនរណាម្នាក់មក scan បានទេឡើយហ្នឹងមែនទេអូខេអញ្ចឹងឧទាហរណ៍ថាគាត់អត់មកធ្វើការគឺគាត់មិនអាច scan បានទេអូខេអញ្ចឹងយើងទៅមើលរូបទាំងអស់គ្នាថាតើ fingerprint ហ្នឹងវាមានលក្ខណៈដូចម្ដេចបាទសំទោសខ្ញុំសូមបတ်សិនមកអានេះបាទអញ្ចឹង fingerprint នេះគឺមិនមែនថារៀងអញ្ចឹងទាំងអស់ទេឬក៏ model អញ្ចឹងទាំងអស់ទេក៏ប៉ុន្តែខ្ញុំគ្រាន់តែចង់បង្ហាញថា fingerprint មានលក្ខណៈអញ្ចឹងគឺវាមាន interface គេនេះឡើយនេះអេក្រង់ដែលយើងវាមាន OS របស់វាដែរឬក៏ setting ដែលយើងអាចកំណត់វាឡើយហ្នឹងហើយមានកន្លែង scan មេដៃតន់ក៏ប៉ុន្តែអានេះមិនមែន scan មេដៃទេគេដាក់ឲ្យគេ face fingerprint បាទហើយវាអាច touch screen ទៀតឃើញទេដាក់ touch screen USB TCP IP or S232 จะមានន័យថាអាចភ្ជាប់នឹងខ្សែ network ខ្សែ USB ឬក៏តាមរយៈ port console ហើយឧបករណ៍នេះគឺអាចធ្វើការ scan មេដៃផងនិង scan មុខផងតនេះបាទអញ្ចឹងឧបករណ៍ fingerprint គឺអាចមាន function ច្រើនឧទាហរណ៍ឧបករណ៍ខ្លះវាភ្ជាប់មកជាមួយនឹង face ផង fingerprint ផងឬក៏ឧបករណ៍ខ្លះscan card ផង scan face ផង scan fingerprint ផងតនេះបាទក៏ប៉ុន្តែយើងអាចប្រើប្រាស់វាម្ដងទាំងពីរបានទេគឺប្រើប្រាស់បើសិនជាប្រើប្រាស់តែ fingerprint គឺ fingerprint ប្រើមុខគឺប្រើមុខហើយតនេះឡើយហ្នឹងអូខេចឹងនេះឧបករណ៍វាដែរវាអត់ខុសគ្នាទេតែគ្រាន់តែនេះវាប្រហែលវាសេរីខ្ពស់ព្រោះវាមានអីគេមាន touch screen បាទមាន face មាន fingerprint អូខេចឹងអានេះដូចគ្នាដែរយើងមើលវាអត់មានលក្ខណៈខុសគ្នាជាមួយនឹង fingerprint ទេគ្រាន់តែវាអត់មានអេក្រង់ក៏ប៉ុន្តែគេយកធ្វើឲ្យគេយកធ្វើជា access control វាមិនមែនយកទៅធ្វើការ check attendance ទេ access control យ៉ាងម៉េចមានន័យថា fingerprint គឺយើងអាចធ្វើជាពីរ function មួយគឺ check attendance function មួយទៀតគឺគេយកវាទៅធ្វើជា access control ឧទាហរណ៍ថានៅក្នុងស្ថាប័នមួយទ្វារមួយហ្នឹងគឺគេអនុញ្ញាតឲ្យតែបុគ្គលិកចូលទេហើយបុគ្គលិកទាំងអស់ហ្នឹងត្រូវបាន register មេដៃអញ្ចឹងមានន័យថាពេលដែលគេយកមេដៃទៅ scan នៅក្នុងទ្វារហ្នឹងទើបអាចបើកបានតន់អញ្ចឹងបើបុគ្គលិកផ្សេងឬក៏អ្នក
ក្រៅមកពីណាដែលអត់បាន register គឺគាត់អាចបើកទ្វារនឹងបានទេលុះតែបុគ្គលិកនៅក្នុងហ្នឹងហើយគេអាចដឹងថាបុគ្គលិកម្នាក់ហ្នឹងគាត់អាចធ្វើការបើកទ្វារហ្នឹងម៉ោងប្រហែលចូលម៉ោងប្រហែលចេញម៉ោងប្រហែលហើយមួយថ្ងៃចូលចេញប្រហែលដងតនៅកន្លែងហ្នឹងវាខុសជាមួយនឹងអីគេ attendance management ឬក៏ check attendance នឹងឯងដែលយើងនឹងសិក្សាលើវគ្គនេះតើគេក៏ប៉ុន្តែ attendance access control គឺយើងអត់សិក្សាទេនៅក្នុងវគ្គនេះយើងនឹងអាចសិក្សាទៅលើវគ្គក្រោយៗទៀតតនេះបាទអូខេអញ្ចឹងយើងត្រឡប់មកបាទវីដេអូយើងមេរៀនយើងវិញអញ្ចឹងខ្ញុំបង្ហាញដល់ទាំងអស់គ្នាអំពី process ឬក៏ដំណើរការfingerprint មានន័យថា fingerprint វាជាឧបករណ៍មួយដែលនៅក្នុងនោះយើងមិនមែនសិក្សាទៅលើឧបករណ៍ហ្នឹងទេគឺយើងសិក្សាទៅលើ software នេះទេនេះគឺ attendance management program បើសិនជាយើងសិក្សាទៅលើ fingerprint នេះគឺយើងអាចនិយាយថាយើងសិក្សាតែរយៈពេល10ទៅ20នាទីយើងចេះបាត់ហើយព្រោះអត់មានអីត្រូវសិក្សាទៅលើហ្នឹងទេមានន័យថាយើងយក attendance នេះដើម្បីធ្វើការគ្រប់គ្រងទៅលើ fingerprint នេះទេ fingerprint វាគ្រាន់តែជាឧបករណ៍មួយដែលវាអាចចំណាំមេដៃឬក៏ចំណាំនៅមុខតន់ឥឡូវឧទាហរណ៍ថាខ្ញុំស្គាល់មេដៃយើងអាចមើលមេដៃឃើញមែនទេកំតាអត់ដឹងថាកញ្ញើដៃហ្នឹងវាប្រហែលមានលក្ខណៈមិនទេយើងអាចចំណាំបានទេកំតា fingerprint ហ្នឹងចំណាំបានអញ្ចឹងយើងគ្រាន់តែយក fingerprint ហ្នឹងធ្វើជាឧបករណ៍ដើម្បីធ្វើការ check មេដៃហ្នឹងទេចំណែកឯការកំណត់ថាតើម៉ោងចូលធ្វើការមកប្រហែលហើយមួយខែក៏ត្រូវធ្វើការប្រហែលម៉ោងគឺយើងសិក្សាទៅលើ attendance management នេះទេតោះនៅកន្លែងហ្នឹងបាទអញ្ចឹងដើម្បីធ្វើការប្រើប្រាស់កម្មវិធីហ្នឹងហើយនឹង fingerprint នឹងបានតែយើងអីគេមាន operating system ហើយយើងធ្វើការភ្ជាប់បាទពី computer ទៅកាន់ fingerprint ដែលយើងអាចភ្ជាប់តាមរយៈគេ port com USB port ឬក៏ network port ដែលនឹងវីដេអូក្រោយៗខ្ញុំនឹងបង្ហាញពីរបៀបធ្វើការតភ្ជាប់តនៅកន្លែងហ្នឹងបាទអូខេអញ្ចឹង process វាចូលមកកាន់ attendance management program ហើយចូល operating system ហើយមកកាន់ computer តនៅកន្លែងហ្នឹងបាទអូខេអញ្ចឹងអានេះខ្ញុំបាននិយាយហើយយើងចំណាំគេអាចយក fingerprint ធ្វើជា attendance control ឬក៏ access control តនៅកន្លែងហ្នឹងខ្ញុំបាននិយាយមិញហ្នឹងឯងតអូខេអញ្ចឹងគេយក fingerprint ទៅប្រើប្រាស់ក្នុងស្ថាប័នដូចជារោងចក្រស្តាម៉ាតក្រុមហ៊ុនឯកជននិងអង្គភាពផ្សេងទៀតដែលគេចង់គ្រប់គ្រងលើ attendance របស់បុគ្គលិកតនេះបាទអញ្ចឹងនេះជារូបភាពមួយដែលខ្ញុំលើកយកពីស្ថាប័នមួយគេមាន fingerprint បាទ fingerprint ហើយគេអាចភ្ជាប់វាតាមរយៈអីគេ port network ឬក៏ USB cable ឬក៏ធ្វើការភ្ជាប់តាមរយៈអ៊ីនធឺណិតមានន័យថាគេមានសាខាចំនួន10អីចឹងទៅហើយសាខាមួយនៅភ្នំពេញមានសាខា brand នៅភ្នំពេញហើយអា software ហ្នឹងគឺនៅសាខា brand នេះនៅ station នេះនៅភ្នំពេញក៏ប៉ុន្តែគេមិនចាំបាច់បាទធ្វើដាក់ computer មួយនៅខេត្តកំពង់ចាមដើម្បី check ទៅលើ brand របស់គេនៅកំពង់ចាមទេមានន័យថាបុគ្គលិកគ្រាន់តែធ្វើការ check អាកញ្ចៅដៃនេះហើយយើងអាចធ្វើការគេ connect មកកាន់ computer connect មកកាន់ router ឬក៏ internet ហ្នឹងដើម្បីទាញយកឯកសារចូលមកក្នុង workstation នេះតោះនៅកន្លែងហ្នឹងបាទចាំមិនមានន័យថាលុះត្រាតែយើងទៅខេត្តកំពង់ចាមហ្នឹងបានទាញយកឯកសារឬក៏ទាញយក report មកធ្វើការបូកសរុបប្រាក់ខែបូកសរុប attendance ទេគឺយើងអាចធ្វើការគេ download តាមរយៈ USB នេះហើយ copy ដាក់ internet ក៏បានឬក៏ធ្វើការ connect មកកាន់បាទ fingerprint នេះក៏បានគឺយើងអាចធ្វើ VPN ឬក៏ធ្វើការ connect ផ្សេងទៀតអញ្ចឹងយើងចង់ដឹងថារបៀប VPN ធ្វើម៉េចយើងអាចរកវីដេអូឬក៏ជាវីដេអូខ្មែរ free តាក់ទងទៅនឹងបាទ basic network គេបង្ហាញអំពីរបៀបនៃការភ្ជាប់ VPN តនេះបាទអញ្ចឹងយើងអាចពេលដែលយើងបានធ្វើការទាញ report ហើយយើងអាច export វាជា file Excel ឬក៏បាទ print ចេញមានន័យថាយើង print report ហ្នឹងដើម្បីធ្វើការបូកសរុបឬក៏ឲ្យទៅខាង accountant ហ្នឹងគាត់ធ្វើការបូកសរុបប្រាក់ខែថាតើបុគ្គលិកហ្នឹងមួយខែធ្វើការបានប្រហែលម៉ោងហើយបូកសរុបប្រាក់ខែទៅបានប្រហែលអីប្រហែលតនៅកន្លែងហ្នឹងបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះយើងបង្ហាញអំពី introduction about fingerprint គឺត្រូវបានបញ្ចប់